ឲ្យតែយើងខ្លាំងគេចង់ជួបអញចឹងឯងកីឡាករបរទេសម្នាក់នេះនៅតែមានចិត្តចង់ជួបជាមួយធឿនធារាចង់ដឹងថាម្នាក់នោះជាអ្នកណាទៅតមកដឹងជាមួយនឹង admin ដូចតទៅនេះព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official អ្នកនៃពុថៅដៃពិឃាតធឿនធារាត្រូវបានអ្នកគាំទ្រចាត់ទុកជាលំដាប់ជើងខ្លាំងគុនខ្មែរមួយរូបនាពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាមួយរយៈចុងក្រោយធឿនធារាហាក់ដូចជាជោគជ័យខ្លាំងជាមួយនឹងអាជីពឈឺសាច់មួយនេះឲ្យតែយើងខ្លាំងគេចង់ជួបយើងអញចឹងឯងកីឡាករសញ្ជាតិបារាំងអូម៉ាសាំនៅតែមានមហិច្ឆតាចង់សាកក្បាច់គុនជាមួយនឹងធឿនធារាបានម្ដងក្នុងអាជីពរបស់គាត់យ៉ាងណាមិញធឿនធារានិងអូម៉ាប៊ីនឹងប៉ះគ្នាទៅហើយកាលពីថ្ងៃទី7ខែមករាកន្លងទៅក៏ប៉ុន្តែការប្រកួតមួយនោះត្រូវបានខកខានទៅវិញពីព្រោះថាធឿនធារាគាត់មានបញ្ហាសុខភាពផ្ទុយមកវិញអូម៉ាក៏ត្រូវប្រកួតមិត្តភាពជាមួយនឹងកីឡាករសញ្ជាតិថៃឋានន្តឆៃទៅវិញសន្លប់ត្រឹមតែទឹកទី2ក្រឡេកមកវិញនេះថ្ងៃទី4ខែឧសភាឆ្នាំ2025ខែក្រោយនេះធឿនធារាត្រូវមានភារកិច្ចមួយទៀតពោលគឺការពារខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករបាត់ដៃលោបំពន់យើងកីឡាកររូបនេះធ្លាប់បាត់ប្រឡូកនៅលើសង្វៀនធំៗច្រើនមកហើយការប្រកួតចុងក្រោយរបស់គាត់កាលពីថ្ងៃទី5ខែមេសាកន្លងទៅបាទជួបជាមួយនឹងពតថបាទបងប្អូនយើងចឹងឃើញថាធឿនធារាត្រូវមានភារកិច្ចមួយទៀតជួបជាមួយនឹងបាកីឡាករដៃលោបងប្អូនយើងចុះប្រិយមិត្តយើងគិតយ៉ាងណាដែរណោះបាទធឿនធារាការពារខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករដៃលោបងប្អូនយើងគិតថាធឿនធារាអាចទប់បានប្រមាណទឹកឬក៏អាចផ្ដួលដៃគូបាទស្លាប់ត្រឹមតែទឹកណាមួយកុំភ្លេច comment នៅខាងក្រោមនេះសូមអរគុណ